ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកធ្វើខ្ទឹមបំពងនេះបងប្អូនខ្ទឹមក្រហមបងប្អូននិយាយថាផ្ទះខ្ញុំបងប្អូនចុះណាខ្ទឹមក្រហមបំពងនោះបងប្អូនហើយព្រោះអីផ្ទះខ្ញុំអាសាធ្វើមីអញ្ចឹងបងប្អូនមីមួយអាទិត្យលេងអឺ3ថ្ងៃអីចឹងទៅហ្នឹងហើយខ្ទឹមនេះអត់ហ៊ានប្រើក្រវិតយកចិត្តទេព្រោះអីចិត្តហើយហ្នឹងតែថតទៅជាប់ក្រវិតជាប់អីហ្នឹងFacebook គេចាប់ទៀតបងប្អូនហើយដល់ពេលអញ្ចឹងទៅខ្ញុំក៏យកចិត្តហើយអញ្ចឹងទៅគាត់ដាក់នៅក្នុងចានអញ្ចឹងបងប្អូនបានមួយចានធំដែរនេះបងប្អូនដាក់បានមួយចានធំឥឡូវយកទៅបំពងបងប្អូនយកទៅបំពងដាក់ខ្លាញ់ដាក់អីព្រោះអីខ្លាញ់ហ្នឹងខ្ញុំប្រើច្រើនណាស់បងប្អូនត្រូវការខ្លាញ់ច្រើនណាស់បងប្អូនហើយដល់ពេលយកដាក់ហ្នឹងអឺបំពងរងយូរដែរបងប្អូនព្រោះអីយើងត្រូវការកូររហូតហើយភ្លើងក៏បើកខ្លាំងអញ្ចឹងបងប្អូនត្បូងបើកខ្លាំងពេលកោបានពាក់កដាលគឺចាប់ផ្ដើមក្លិនចាប់ផ្ដើមឈ្ងុយមកបងប្អូនហើយគេថាតែខ្ញុំចុះណាអាខ្ទឹមក្រហមបងប្អូនហើយព្រោះអីតែខ្ញុំធ្វើមីរហូតបងប្អូនដល់ពេលអញ្ចឹងទៅត្រូវការប្រើខ្ទឹមក្រហមអញ្ចឹងបងប្អូនឥឡូវថយភ្លើងទៀតបងប្អូនព្រោះអីវារឿងពណ៌រឿងក្រហមនិយាយអញ្ចឹងទៅខ្ញុំក៏ថយភ្លើងហើយកោជាប់រហូតបងប្អូនព្រោះអីខ្លាចខ្លោចបងប្អូនហើយឥឡូវខ្ញុំបិទភ្លើងម្ដងបិទហ្គាសក៏នៅតែកោដែរបងប្អូនព្រោះអីខ្លាញ់វានៅក្តៅបងប្អូនហើយបញ្ចូលសំឡេងហ្នឹងបងប្អូនណានិយាយថាខាងក្រៅនោះភ្លៀងផងមកតែល្ងានេះបងប្អូនហើយហើយឥឡូវស្រង់ចាញ់បងប្អូនស្រង់ចាញ់ដាក់នៅក្នុងថាសប៉ុន្តែថាសហ្នឹងខ្ញុំដាក់ជាមួយនឹងកណាត់ខាងក្រោមដាក់ជាមួយទឹកបងប្អូនកណាត់ហ្នឹងយើងដាក់ឲ្យសើមមកឲ្យឆាប់ត្រជាក់បងប្អូនបន្ទាប់មកខ្ញុំដាក់ជាមួយនឹងខ្លាញ់ចូលក្នុងហ្នឹងហ្មងទៅនេះខ្លាញ់ហ្នឹងខ្ញុំដាក់ចូលក្នុងនឹងត្មងទៅហើយឥឡូវនេះបានបងប្អូនហើយបានមកកែវធំដែរណាបងប្អូនរួចប្រហែលជាបានមួយខែបងប្អូនហើយវីដេអូហ្នឹងមានតែប៉ុណ្ណឹងទេបងប្អូនអរគុណច្រើនសម្រាប់ការទស្សនាជួបខ្ញុំនៅវីដេអូក្រោយ